ដើមឡើងនៅភាគពីរយើងលើសំឡេងអ្នកនិពន្ធនិយាយថា Leo Cosmo ធ្លាប់តែជាអ្នកប្រមាញ់អ្នកដ៏អស្ចារ្យម្នាក់កាលពីគាត់មានអាយុ5ឆ្នាំគាត់បានសម្លាប់សត្វឆ្កែដ៏កាចសាហាវមួយក្បាលដោយដៃទទេរបស់គាត់ហើយក៏ត្រូវបានអ្នកប្រមាញ់ម្នាក់មើលឃើញនិងទទួលស្គាល់គាត់ផងដែរនៅពេលដែលគាត់មានអាយុ10ឆ្នាំគាត់បានចូលរៀននៅសាលាសម្រាប់អ្នកអធិរាជដើម្បីសិក្សាបន្ថែមហើយ4ឆ្នាំក្រោយមកគាត់បានបញ្ចប់ការសិក្សាដោយមានអាយុក្មេងជាងគេនិងមានការវាយតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៅពេលដែលគាត់មានអាយុ18ឆ្នាំគាត់បានចូលទៅក្នុងសមរភូមិសម្រាប់អ្នកហើយគាត់បានសម្លាប់អ្នករាប់មិនអស់ដើម្បីដណ្ដើមយកទឹកដីមកវិញនិងសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ចក្រភពរបស់គាត់ Leo ត្រូវបានគេទទួលស្គាល់ថាគឺជាវីរបុរសសម្លាប់អ្នកដ៏ខ្លាំងក្លាបំផុតនិងជាក្តីសង្ឃឹមតែមួយគត់ដែលដឹកនាំចក្រភពរបស់គាត់ឆ្ពោះទៅរកជ័យជំនះនិងបញ្ចប់សង្គ្រាមនាពេលអនាគតសម្លេងអ្នកនិពន្ធត្រូវបានបញ្ចប់ដោយវាអស់រយៈពេល2ឆ្នាំមកហើយដែលតួឯកប្រុសរបស់យើងត្រូវបានចាប់ខ្លួនមកកាន់តកូលនេះហើយតួឯកប្រុសរបស់យើងនឹងក៏បានដឹងខ្លួនមកវិញផងដែរពេលតួឯកប្រុសរបស់យើងភ្ញាក់មកនឹងភ័យខ្លាំងមែនទែនមិនដឹងថាខ្លួននឹងនៅកន្លែងណានោះទេហើយក៏ងាកទៅកាន់ទ្វារក៏បានឃើញក្មេងស្រីម្នាក់ដោយក្មេងស្រីម្នាក់នោះនឹងក៏បាននិយាយថាហេតាអ្នកភ្ញាក់ហើយឬហើយតួឯកប្រុសរបស់យើងនឹងក៏បាននិយាយថាហេតុអ្វីបានជាក្មេងស្រីនេះគួរឲ្យស្រឡាញ់យ៉ាងនេះបន្ទាប់មកតួឯកប្រុសរបស់យើងក៏គិតក្នុងចិត្តថាអូខ្ញុំយល់ហើយដោយសារតែខ្ញុំបានរួមចំណែកយ៉ាងធំធេងដល់មនុស្សជាតិដែលធ្វើឲ្យខ្ញុំអាចមកដល់ឋានសួគ៌ដូច្នេះដោយតួឯកប្រុសរបស់យើងនឹងមិនដឹងថាខ្លួនឯងនឹងនៅរស់ទេគិតថាខ្លួនឯងនឹងស្លាប់ហើយតួឯកប្រុសរបស់យើងនឹងក៏ទៅសួរក្មេងតូចយើងថាតើអ្នកគឺជាទេវតាមែនទេហើយក្មេងតូចយើងតបវិញថាអីគេទេវតាហើយតួឯកប្រុសរបស់យើងនឹងក៏បន្តនិយាយថាសួស្ដីទេវតាតូចតើអ្នកមានឈ្មោះអ្វីដែរក្មេងតូចរបស់យើងក៏បានតបថាខ្ញុំមានឈ្មោះថាមឿនតួឯកប្រុសរបស់យើងលើហើយញញឹមបន្តិចហើយក៏និយាយថាអូមឿនមែនទេឈ្មោះរបស់អ្នកពិតជាល្អមែនចុះហេតុអ្វីបានជាសក់របស់អ្នកនឹងមានពណ៌ខ្មៅហើយលាយពណ៌សអញ្ចឹងវាពិតជាចម្លែកមែនហើយកូននាគទូតរបស់យើងនឹងក៏បានតបថាម៉ាក់ធ្លាប់និយាយថាមូលនឹងមានន័យថាព្រះច័ន្ទហើយតួឯកប្រុសរបស់យើងក៏គិតក្នុងចិត្តថាទេវតានឹងមានម៉ែទៀតហើយក៏ណែនាំឈ្មោះរបស់ខ្លួននឹងទៅកាន់នឹងនាគតូចរបស់យើងវិញថាខ្លួននឹងមានឈ្មោះថា Leo ហើយនាគតូចរបស់យើងនឹងក៏និយាយកាត់ថាខ្ញុំដឹង Leo នឹងមានន័យថាតោត្រូវអត់ហើយតួឯកប្រុសរបស់យើងនឹងក៏បានសួរថាតើអ្នកណាជាអ្នកប្រាប់អ្នកក្មេងតូចរបស់យើងក៏បានតបថានោះជាអ្វីដែលម៉ាក់របស់ខ្ញុំនឹងបានប្រាប់ហើយតួឯកប្រុសរបស់យើងក៏បានសួរថាតើម៉ាក់របស់ឯងនឹងគឺជាអ្នកណានាគតូចរបស់យើងក៏ឆ្លើយថាម៉ាក់របស់ខ្ញុំនឹងគឺ Loswig តួប្រុសឮហើយគាំងខ្លាំងមែនតើអញ្ចឹងមានន័យថាខ្ញុំគឺត្រូវហើយអ្នកគឺជាឪពុករបស់ខ្ញុំតួប្រុសឮហើយរត់តែគាំងលើដើមតែម្ដងពេលនោះផងដែរចៅនាគរបស់យើងនឹងក៏បានមកដល់ហើយនាគតូចរបស់យើងនឹងក៏រត់ទៅជិតហើយក៏និយាយថាម៉ាក់ប៉ាភ្ញាក់ហើយចៅនាគរបស់យើងក៏តបថាខ្ញុំដឹងហើយចៅនាគរបស់យើងនឹងក៏និយាយទៅកាន់តួឯកប្រុសរបស់យើងថាទីបំផុតអ្នកភ្ញាក់ហើយ Leo ហើយនាគតូចរបស់យើងនឹងក៏និយាយថាម៉ាក់ប្រកបជាសប្បាយចិត្តណាស់នៅពេលដែលឃើញប៉ាភ្ញាក់ពីដំណេកដូចនេះព្រោះតែកូនតែងតែមកលេងជាមួយគាត់នឹងជារៀងរាល់ថ្ងៃហើយចៅនាគរបស់យើងនឹងក៏បាននិយាយទាំងមុខកាចថាប្រកបណាស់ខ្ញុំពិតជាសប្បាយចិត្តណាស់ហើយតួឯកប្រុសរបស់យើងក៏លួចគិតក្នុងចិត្តថាមានតែខ្មោចទេដែលជឿរឿងនោះតមកចៅនាគរបស់យើងនឹងក៏និយាយឲ្យនាគដូចនឹងរត់ទៅលេងនៅខាងក្រៅទៅដោយសារខ្លួននឹងមានរឿងចង់និយាយជាមួយនឹងតួឯកប្រុសរបស់យើងបន្ទាប់ពីនាគតូចនឹងចេញទៅខាងក្រៅបាត់តួឯកប្រុសរបស់យើងក៏បានសួរថាតើនាគតូចនោះពិតជាកូនរបស់ខ្ញុំមែនទេហើយចៅនាគរបស់យើងនឹងតបថាអូតើមានអ្វីទៀតនាងគឺជាកូនរបស់ពួកយើងនឹងហើយបន្ទាប់មកតួឯកប្រុសជើងក៏បាននិយាយថាក្រែងអ្នកស្អប់ខ្ញុំហើយអ្វីបានជាអ្នកសម្រាកូនហើយថែមទាំងជួយសង្គ្រោះខ្ញុំទៀតតួឯកស្រីរបស់យើងក៏បានតបថាអ្នកបានដេកលក់អស់រយៈពេល2ឆ្នាំហើយ Leo តើអ្នកគិតថាខ្ញុំនឹងលែងវាចោលមែនទេបន្ទាប់ពីអ្វីដែលអ្នកបានធ្វើចំពោះខ្ញុំកាលពី2ឆ្នាំមុនខ្ញុំចាំមិនភ្លេចទេ Leo ចែនាគរបស់យើងនឹងដូចជាចង់សងសឹកទៅកាន់តួឯកប្រុសរបស់យើងហើយតបមកតួឯកប្រុសរបស់យើងក៏តបថាតើអ្នកគិតថាខ្ញុំចង់ធ្វើវាមែនទេយើងខុសគ្នាយើងមិនអាចរស់នៅជាមួយគ្នាបានទេប្រសិនបើពេលវេលាផ្សេងទៀតខ្ញុំនឹងមិនប៉ះពាល់អ្នកឡើយ
ដោយចែអ្នករបស់យើងនឹងខ្ជិលនិយាយច្រើនក៏ចាប់ជើងតួឯកប្រុសរបស់យើងនឹងផ្ដួលទៅលើពុកហើយក៏រត់ទៅនៅពីលើតួឯកប្រុសរបស់យើងទៀតហើយបន្ទាប់មកក៏យកតារាអ្នកនឹងដាក់ទៅលើតួឯកប្រុសរបស់យើងហើយថែមទាំងនិយាយឮថានៅពេលដែលតកូលរបស់អ្នកបានឃើញស្នាមអ្នកនៅលើខ្លួនរបស់អ្នកតើពួកគេនឹងគិតយ៉ាងណាចំពោះអ្នកតើពួកគេនឹងគិតថាអ្នកជាវីរបុរសសម្លាប់អ្នកដ៏អស្ចារ្យឬជាជនក្បត់ដែលបានចោះចាញ់តកូលអ្នកហើយតួឯកប្រុសរបស់យើងក៏បានតបថាហេតុអ្វីបានជាអ្នកធ្វើដូច្នេះតួឯកស្រីរបស់យើងក៏បានឆ្លើយថាអ្នកនៅតែមិនយល់ទៀតលីអូខ្ញុំចង់ឲ្យអ្នករស់នៅជាមួយភាពអាម៉ាស់ពេញមួយជីវិតរបស់អ្នកហើយខ្ញុំនឹងបន្តធ្វើបាបអ្នកជារៀងរហូតលីអូដោយឥទ្ធិពលនៃតារាអ្នកនឹងធ្វើឲ្យតួឯកប្រុសរបស់យើងនឹងមុខឡើងក្រហមហើយតួស្រីរបស់យើងនឹងក៏បានតបថាតោះយើងចាប់ផ្ដើមលីអូ